OK，各位同学们，大家好，今天我们来学习第81课。第81课，មេរៀនទី81关于先不要太冷先不要太冷ចាសសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរក៏យើងមកបន្តរៀនមេរៀនទី81ដែលមេរៀនរបស់យើងថ្ងៃនេះនិយាយអំពី先不要太冷គេថាកុំឲ្យចិត្តអ្នកត្រជាក់ខ្លាំងពេកណាកុំឲ្យចិត្តរបស់អ្នកត្រជាក់ខ្លាំងពេកឬក៏ចិត្តកុំត្រជាក់ខ្លាំងពេក好，那现在我们来看看今天的生词吧。ពាក្យទី1善良善良善良នេះយើងជួបច្រើនណាស់គ្នាយើងយកមកថាចិត្តល្អឬក៏ចិត្តសប្បុរសហេអានហេអានហេអាននឹងដាក់នេះបានន័យថាភាពងងឹតអៀងពូលាវអៀងពូលាវអៀងពូលាវនេះមិនអាចឈ្នះបានទេណាផាណាផាទោះបីជាឬក៏ពេលខ្លះយើងบอกថាសូម្បីតែណាគួងគួងគួងពន្លឺចៅលៀងចៅលៀងចៅលៀងបំភ្លឺ前路前路前路ផ្លូវខាងមុខ好那现在我们再读一遍善良善良ចិត្តល្អ黑暗黑暗黑暗នេះភាពងងឹតអ៊ីងពូលាវអ៊ីងពូលាវមិនអាចឈ្នះបានទេណាផាណាផាទោះបីជាឬក៏សូម្បីតែគួងគួងគួងខ្ញុំบอกថាពន្លឺចៅលៀងចៅលៀងចៅលៀងនេះបំភ្លឺគ្នាយើង前路前路ផ្លូវខាងមុខOK，那现在老师已经帮大家读生词完了，希望大家会跟得上。那现在不要浪费你们的时间，老师来帮忙读和翻译下面的段落吧。តោះឥឡូវកុំឲ្យខាត់ពេលយូរយើងមកមើលការអានរបស់យើងខាងក្រោមเนาะតោះសម្រាប់មេរៀនរបស់យើងមួយរយៈនេះគឺខ្លីៗទេតកតងទៅនឹង short paragraph បានន័យថាអត្ថបទខ្លីៗតែឥឡូវកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមតែម្ដង这个世界有很多让人难过的事情，但请你不要让心变太冷。只要你心里还有善良和希望，黑暗就赢不了你。OK，哪怕只有一点点光，也足够照亮前路。ខ្លីតែប៉ុណ្ណឹងគ្នាយើងឃើញទេគាត់អានទៅយើងអាចយល់បានខ្លះៗហើយតើឥឡូវយើងមកស្វែងយល់អត្ថន័យទាំងអស់គ្នា这个世界有很多让人难过的事情世界នេះពិភពលោក难过的事情រឿងដែលពិបាកចិត្តគេថា这个世界有很多让人难过的事情គេថានៅលើពិភពលោកយើងនេះមានរឿងជាច្រើនដែលធ្វើឲ្យមនុស្សពិបាកចិត្ត但请你不要让心变太冷គេថាប៉ុន្តែសូមអ្នកកុំឲ្យចិត្តរបស់អ្នកត្រជាក់ខ្លាំងពេកណាត្រជាក់ខ្លាំងពេកលក្ខណៈថាត្រជាក់ខ្លាំងពេកហ្នឹងគឺយើងស្អីក៏យើងអត់លក្ខណៈថាយើងរៀងកើតទុកពេកគ្នាយើងរបៀបចឹងណាអូខេ只要你心里还有善良和希望黑暗就赢不了你អញ្ចឹងគេថាឲ្យតែក្នុងចិត្តរបស់អ្នកនៅមានចិត្តសប្បុរសធម៌ណានៅមានចិត្តល្អហើយនឹងក្តីសង្ឃឹមភាពងងឹតនោះបានន័យថាភាពខ្មៅងងឹតនោះគឺមិនអាចឈ្នះអ្នកបាននោះទេអញ្ចឹងចិត្តចាក់ពេកហ្នឹងបានន័យថានៅពេលខ្លះនៅពេលដែលយើងពិបាកចិត្តខ្លាំងពេកយើងចង់ទៅជា depression ណាចិត្តយើងវាត្រជាក់ពេកយើងរៀងចង់ទន់តោទៅតាមការពិបាកចិត្តហ្នឹងអញ្ចឹងគេថាបើសិនជាគេថាឲ្យតែចិត្តរបស់យើងវានៅមានចិត្តសប្បុរសធម៌ណាហើយនឹងក្តីសង្ឃឹមចឹងភាពខ្មៅងងឹតហ្នឹងគឺវាអត់អាចឈ្នះយើងបានទេវាអាចប្រកបនៅលើជីវិតយើងបានទេបែបចឹងណាអូខេឥឡូវយើងបន្តទៀត哪怕只有一点点光也足够照亮前路អញ្ចឹង前路នេះគឺផ្លូវខាងមុខ照亮បំភ្លឺជូកើគ្រប់គ្រាន់គួងពន្លឺគេថាទោះបីជាមានត្រឹមតែពន្លឺបន្តិចបន្តួចក៏គ្រប់គ្រាន់នៅក្នុងការបំភ្លឺផ្លូវខាងមុខបានដែរអូខេអញ្ចឹងគេចង់អប់រំយើងកុំឲ្យយើងវាចិត្តត្រជាក់ពេកកុំឲ្យយើងវាទន់តោទៅតាមការពិបាកចិត្តនឹងពេកណាឲ្យយើងនៅមានចិត្តនៅមានក្តីសង្ឃឹមនៅមានគេហៅថាគោលដៅឬក៏ចិត្តសប្បុរសចំពោះខ្លួនឯងហ្នឹងហើយអញ្ចឹងគឺយើងអត់អាចឲ្យភាពខ្មៅងងឹតភាពពិបាកចិត្តហ្នឹងមកគ្រប់ដណ្ដប់លើជីវិតយើងបានទេ
ចឹងនេះថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងសង្ឃឹមថាគ្នាយើងអាចតាមទាន់បើមានសំណួរកន្លែងណាអាចសួរ老师បានណា好那现在老师先讲到这里吧大家晚安明天见